ស្ដីដល់គ្នាឥឡូវយើងមកតភាព3ទាំងអស់គ្នានៅក្នុងភាព3យើងបានឃើញការវិលត្រឡប់មកវិញរបស់កងទ័ពកណ្ដាលដែលនាំជ័យជំនះសំឡេងអ៊ូអររបស់អ្នកស្រុកបានកោតសរសើរអំពីឧត្តមសេនីយ៍នៅពេលនោះក៏មានបរិយាម្នាក់បាននិយាយថាល្អណាស់ឧត្តមសេនីយ៍លូដែលបានបណ្ដេញអ្នកឈ្លានពានយានត្រឡប់ទៅវិញចម្ងាយ300ម៉ៃល៍ជាចុងក្រោយដំណឹងល្អខ្លាំងនៅមានភាពរញ៉េរញ៉ៃនៅក្នុងតុលាការវាហាក់ដូចជាមានតែមេដឹកនាំយោធាប៉ុណ្ណោះដែលធ្វើការងាររបស់ពួកគេសប្តាហ៍នេះព្រះអង្គម្នាក់ក៏បាននិយាយថាខ្ញុំបានលើថាព្រះអង្គម្ចាស់ដួនធ្លាប់ចូលប្រយុទ្ធយ៉ាងក្លាហានដែលជួបមុខជាមួយនឹងកងទ័ពរបស់គាត់បរិយាពាក់អាវរាងស្លេកនោះក៏បាននិយាយថាយុទ្ធសាស្ត្រនៃការប្រយុទ្ធរបស់គាត់ចូលទម្រាំតែគាត់ចូលតុលាការទៀតនោះនៅពេលនោះបរិយាដែលពាក់អាវបៃតងបាននិយាយប្រាប់ថាអ្នកទាំងពីរចូលប្រយ័ត្នពេលសម្ដីរបស់អ្នកទាំងពីរផងនៅទីនេះមានមនុស្សច្រើនណាស់កាត់មកក្នុងតុលាការវិញព្រះអង្គម្ចាស់បាននិយាយថាអ្នកបានរួចអ្នកឈ្លានពានយានត្រឡប់ទៅវិញចម្ងាយ300ម៉ៃល៍អំណាចរបស់អ្នកបានបំភ័យសត្រូវទាំងអស់ពិតជានាំមកនូវកិត្តិយសដល់នគរមែនខ្ញុំបានឮថាអ្នកបានមើលថែប្អូនប្រុសខ្ញុំបានយ៉ាងល្អតែខ្ញុំគួរផ្ដល់រង្វាន់ដល់អ្នកដោយរបៀបណានៅពេលនោះមានមហេសីម្នាក់បាននិយាយថាមានរឿងរាយការណ៍ឧត្តមសេនីយ៍លូបានស្នើសុំគប់គងយោធាថ្ងៃមុនវាមានចំនួន 20% ច្រើនជាងឆ្នាំមុនឆ្នាំនេះដោយសារប្រមូលផលមិនសូវល្អគ្រប់ធនធានច្រើនរបស់យើងត្រូវបានប្រើប្រាស់សម្រាប់គ្រោះមហន្តរាយហើយខ្លឹមនេះទេបាននិយាយថាកងទ័ពកណ្ដាលប្រើប្រាស់ធនធានច្រើនបំផុតទៅនឹងផ្សេងទៀតព្រះអង្គម្ចាស់ក៏បានសួរទៅកាន់ព្រះអង្គម្ចាស់ដួនថាតើអ្នកគិតយ៉ាងណាព្រះអង្គម្ចាស់ដួនបាននិយាយថាដោយសារទំនុកបំរុងមានកម្រិតទាបហើយព្រះអង្គម្ចាស់ក៏មានព្រះតៃចំពោះប្រជារាស្ត្រកងទ័ពគួរតែចែករំលែកបន្ទប់អាហារពាក់កណ្ដាលហើយខ្លឹមនេះក៏បាននិយាយថាការបន្ថយគឺដើម្បីប្រយោជន៍ប្រជាជនខ្ញុំគិតថាទាហានទាំងអស់នឹងយល់ព្រះអង្គម្ចាស់ក៏បានតទៅវិញថាការផ្គត់ផ្គង់យោធាដូចគ្នារៀងរាល់ឆ្នាំម្លេះក៏មិនគ្រប់គ្រាន់តើទាហាននៅព្រំដែនជីវិតបែបណាថាពួកគេធាត់ទាំងអស់ឧត្តមសេនីយ៍លូក៏សូមបង្ហាញអ្វីដែលទាហានបរិភោគជារៀងរាល់ថ្ងៃនេះជាក្របធនជាតិដែលផ្គត់ផ្គង់ដោយជាងពីកណ្ដាលគឺខ្សាច់និងគ្រោះមហាធម្មនេះក៏បាននិយាយថាតើបានវាមកពីណាតើអ្នកហ៊ានប៉ុណ្ណាដែលកុហកព្រះអង្គម្ចាស់ព្រះអង្គម្ចាស់ក៏បានបោកពេញចោលហើយទៅដកដៅពីទាហានម្នាក់លើកចង់រួចផងខំណាហើយក៏បានអូដាវចុះក្រោមមហាថ្លឹកនៅទីនោះទាំងអស់ចាប់ផ្ដើមថយក្រោយមើលអលង្ការន្ទ្រាព្រះអង្គម្ចាស់បានឲ្យទាហានចាប់មហាថ្លឹកម្នាក់នោះហើយក៏កាត់ក្បាលគេចោលនៅទីនោះហើយព្រះអង្គម្ចាស់បាននិយាយថាដោយសារតែគាត់សើចឮពេកហើយប្រាប់ឲ្យឧត្តមសេនីយ៍លូទៅយកការផ្គត់ផ្គង់ដោយខ្លួនឯងកាត់មកដំណើររបស់ព្រះអង្គម្ចាស់ដួនព្រះអង្គម្ចាស់ដួនបាននិយាយថាតើវាជារឿងចៃដន្យដែលប្រជាអធិរាជបានសុំនៅថ្ងៃនេះបរិយាម្នាក់បាននិយាយថាវាហាក់ដូចជាបានកំណត់យ៉ាងល្អឥតខ្ចោះនៅការសោរបស់ប្រជាអធិរាជគឺញឹកញាប់បរិយាម្នាក់បាននិយាយថាវាហាក់ដូចជាបានកំណត់យ៉ាងល្អឥតខ្ចោះក្នុងការសោរបស់ប្រជាអធិរាជរដ្ឋមន្ត្រីក្រសួងបានស្លាប់ដោយឧត្តមសេនីយ៍លូស៊ីលាងបាននិយាយថាយ៉ាងហោចណាស់កងទ័ពអាចបរិភោគបានគ្រប់គ្រាន់នេះជារឿងល្អព្រះអង្គម្ចាស់ដូនបាននិយាយថាវាល្អដែលពួកគេបានញ៉ាំគ្រប់គ្រាន់ប៉ុន្តែដោយឃើញឧត្តមសេនីយ៍លូសប្បាយចិត្តខ្លាំងណាស់នៅថ្ងៃនេះស៊ីលាងបាននិយាយទៅវិញថាសកម្មភាពរបស់ប្រជាអធិរាជនៅថ្ងៃនេះពិតជារំលេចឲ្យខ្ញុំគិតថាតើគាត់មានទីប្រឹក្សាថ្មីឬអត់កាត់មកដំណើររបស់ព្រះអង្គម្ចាស់វិញដែលបានលើសម្ដីព្រះអង្គម្ចាស់បាននិយាយថាអាក្រក់សុទ្ធមិនថាគាត់មកពីពិភពផ្សេងឬអត់គាត់គឺជាមនុស្សអាក្រក់ព្រះអង្គម្ចាស់ដួនច្បាស់ណាស់ឲ្យមនុស្សបង្កាច់បង្ខូចទាហានកណ្ដាលយូក៏បាននិយាយថាប្រសិនបើគាត់អនុវត្តឲ្យទាហានបពួករបស់ប្រជាអធិរាជដើម្បីធ្វើសកម្មភាពទាហាននិងមើលងាយអ្នកទាំងពីរបន្ទាប់មកគាត់ដោយសម្ងាត់ផ្ដល់អាហារនិងប្រាក់កាសដល់ទាហានវាជាការងាយស្រួលក្នុងការយកឈ្នះចិត្តរបស់ពួកគេដូច្នេះយើងត្រូវតែអាក្រក់ជាងគាត់ព្រះម្ចាស់ក៏បាននិយាយថាស៊ីលាងប្រហែលជានឹងជីកកកកាយសំណុំរឿងចាស់ជាអកុសលមិនមានផុសតាងប្រឆាំងនឹងព្រះម្ចាស់ដួននោះទេយូក៏បាននិយាយថាយើងអាចនាំគាត់មកវិញធ្វើដូចជាមានកំហុសចេតនាហើយមាននរណាម្នាក់ធ្វើខៀតឪពុករបស់គាត់ហើយយើងទម្លាក់កំហុសទាំងអស់ឲ្យព្រះម្ចាស់ដួននៅពេលនោះអ្នកនឹងទៅសង្គ្រោះឪពុករបស់គាត់ហើយគាត់នឹងដឹងគុណរបស់អ្នកហើយអាចគាត់នឹងប្រាប់អំពីកម្រងការរបស់ព្រះម្ចាស់ដួនមកអ្នកនៅពេលនោះយូក៏បានសូមព្រះម្ចាស់ទៅមើលកំណត់ត្រានឹងការដាំដំណាំគ្រោះរាំងស្ងួតនៅបណ្ណាល័យកាត់មកយូនៅក្នុងបណ្ណាល័យវិញយូក៏បានគិតថាការអានបែបប្រពៃណីនឹងមិនមានទេ
ពិបាកណាស់សម្រាប់ខ្ញុំបន្ទាប់ពីអានរឿងកំប្លែងតៃវ៉ាន់ពី3ឆ្នាំប៉ុន្តែអត្ថបទបុរាណទាំងអស់នេះពិតជាពិបាកយល់ណាស់នៅពេលនោះក៏គេប្រកាសថាព្រះអង្គម្ចាស់ដូនបានមកទីនេះយូក៏បានលើអញ្ចឹងក៏បានរកកន្លែងលាក់ខ្លួនតែត្រូវបានព្រះអង្គម្ចាស់ដូនមើលឃើញយូក៏បានគិតថាខ្ញុំនៅតែមិនអាចប្រាប់បានប្រសិនបើព្រះអង្គម្ចាស់ដូននេះជាដើមឬអត់ការចងចាំកាន់តែប្រសើរតាមអត្ថបទដើមដោយវិធីនេះរាងកាយដើមបានជួបព្រះអង្គម្ចាស់ដូនពីមុនពេលនោះក៏បានឃើញដែរមួយយកសភៅចេញហើយមានអាគេទេក្នុងពេលព្រះអង្គម្ចាស់ដូនអ្នកទាំងពីរក៏បានឃើញគ្នាយូរបានសួរទៅកាន់ព្រះអង្គម្ចាស់ដូនថាតើអ្នកមានការអ្វីមកទីនេះព្រះអង្គម្ចាស់ដូនបាននិយាយថាខ្លួនកំពុងរកសៀវភៅប៉ុន្តែរកមិនឃើញទេយូបានគិតថាតើគាត់មកទីនេះដើម្បីសាកល្បងខ្ញុំព្រះអង្គម្ចាស់ដូនបាននិយាយទៅកាន់យូថាខ្ញុំបានឮថាអ្នកកំពុងចង់រកសៀវភៅនៅទីនេះយូក៏បានតបថាខ្លួនគ្រាន់តែរៀបចំកំណាព្យខ្លះៗព្រះម្ចាស់ដូនក៏បានកោតសរសើរនឹងពាក្យសម្ដីនិងទេពកោសល្យរបស់យូក៏បានគិតថាយូកំពុងតែពិនិត្យមើលព្រះម្ចាស់ដូនថាជាមនុស្សដែលមកពីពិភពផ្សេងឬទេព្រះម្ចាស់ដូនបាននិយាយថាការពីប្រហែលថ្ងៃមុននៅក្នុងពិធីជប់លៀងអ្នកមើលមកខ្ញុំដូចគ្នាដូចជាមានការចម្ងល់យូក៏បាននិយាយថាខ្លួនគ្រាន់តែភ្ញាក់ផ្អើលបន្តិចបន្តួចខ្ញុំមិននឹកស្មានថាបរិបទដែលខ្ញុំបានជួបនៅពិធីបង្ហោះគោមគឺជាព្រះម្ចាស់ដូនដ៏ល្បីល្បាញព្រះម្ចាស់ដូនបាននិយាយទៅវិញថានៅពេលនោះខ្ញុំលាក់អត្តសញ្ញាណរបស់ខ្ញុំសង្ឃឹមថាអ្នកនឹងយល់យូគិតថាការចងចាំត្រូវទាំងអស់ដូចគ្នាគ្មានចំណងកំហុសណាមួយព្រះម្ចាស់ដូនបានបន្តនិយាយថាបន្ទាប់ពីពិធីបង្ហោះគោមខ្ញុំស្ទើរតែមិនស្គាល់អ្នកនៅពេលដែលយើងជួបគ្នាម្ដងទៀតយូបានគិតថានៅក្នុងអត្ថបទដើមយូមានរូបរាងគ្មានកន្លែងតប៉ុន្តែអ្នកបានស្គាល់ខ្ញុំភ្លាមជាមួយនឹងរឿងនេះហើយក៏បានបង្ហាញថាទូរស័ព្ទរបស់យើងក៏បាន 0.5 មិន10ណាយូក៏បានតបទៅវិញថាអ្នកណាមិនផ្លាស់ប្ដូរបន្ទាប់ពីចូលវាំងប៉ុន្តែអ្នកនៅតែដដែលមិនផ្លាស់ប្ដូរការខ្លាចជាផ្កាយដែលកប់នៅក្រោមជម្រៅចិញ្ចាំងក្រហមទាំងនេះខ្ញុំគ្រាន់តែចង់រស់ប៉ុណ្ណោះព្រះម្ចាស់ដូនក៏បាននិយាយថាខ្ញុំនឹងធ្វើពិតជាមិនលឺសូមអ្នកកំប្រាប់អ្នកផ្សេងនៅពេលដែលព្រះម្ចាស់ដូនបានចាញ់យូក៏បានឃើញថងយាមរបស់ព្រះម្ចាស់ក៏បានគិតថាតើនេះជានិមិត្តសញ្ញាដែលគាត់បានផ្លាស់ប្ដូរជាមួយនឹងអ្នកនាងស៊ីតើគាត់កំពុងលែងភាគីទាំងពីរដោយយុត្តិធម៌តើព្រះម្ចាស់ដូនមានកម្រងការអ្វីកាត់មកក្រៅបណ្ណាល័យវិញព្រះម្ចាស់ដូនបាននិយាយទៅកាន់ស៊ីឡាំងថាតើអ្នកអាចប្រាប់បានទេស៊ីឡាំងក៏បានតបទៅវិញថាវាពិបាកក្នុងការប្រាប់ពីចេតនារបស់នាងប៉ុន្តែភ្នែករបស់នាងគឺមុតស្រួចនិងរស់រវើកពោពេញទៅដោយកម្រងការគ្មានអ្វីចម្លែកទេដែលនាងអាចយកឈ្នះចិត្តរបស់ព្រះចៅអធិរាជបានព្រះម្ចាស់ដូនបាននិយាយថាតើអ្នករកឃើញអ្វីប្លែកអំពីអាកប្បកិរិយារបស់នាងរកមើលថាតើនាងបានចាក់ចេញពីគំនូរណាមួយឬអត់ឬសរសេរអត្ថបទមុនពេលចូលរាជវាំងនៅពេលដែលអ្នកបម្រើរបស់យូដើរចូលទៅយូក៏បានចាប់ហើយសួរថាតើខ្លួនពីមុនធ្លាប់បានគូអ្វីដែរទេអ្នកបម្រើក៏បាននិយាយថាតើអ្នកនាងធ្លាប់លាបពណ៌វាទេយូគិតថាទោះបីជាខ្ញុំមិនដឹងអំពីចេតនារបស់គាត់ខ្ញុំត្រូវជំរុញផែនការរបស់ខ្ញុំទៅមុខអ្នកបម្រើរបស់យូក៏បាននិយាយថាកុំបារម្ភអីអ្នកនាងរបស់ខ្ញុំអ្វីគ្រប់យ៉ាងត្រូវបានយកចិត្តទុកដាក់គ្មាននរណាម្នាក់នឹងដឹងទេកាន់មកពេលរស់ស៊ីនៅក្នុងបណ្ណាល័យដដែលយូក៏បានគិតថាវាគ្រាន់តែជាការស្រាវជ្រាវកំណត់ត្រាមួយចំនួនក៏មើលស្រាវខ្ញុំបុគ្គលិកលក្ខណៈដែលមានបទពិសោធន៍ហើយក៏បានឃើញថាយូក៏បានខំប្រឹងស្រាវជ្រាវមែនទែនឲ្យដូចអ្នកខ្លះទៅចម្លងឲ្យទៅមើលមេរៀនកាន់មកពេលព្រឹកជាមួយនឹងការរត់យ៉ាងប្រញាប់របស់យូហើយនិយាយទៅកាន់អ្នកបម្រើថាហេតុអ្វីខ្ញុំមិនដឹងរឿងនេះជាមុនតើខ្ញុំត្រូវគោរពជារៀងរាល់ថ្ងៃអ្នកបម្រើក៏បានតបថាព្រះចៅអធិរាជបានផ្លាស់ប្ដូរច្បាប់ឥឡូវនេះយើងគ្រាន់តែត្រូវទៅនៅថ្ងៃទី1និងថ្ងៃទី15នៃខែនីមួយៗកាន់មកកន្លែងគេជួបជុំគ្នាវិញស្រីស្នំដទៃទៀតកំពុងតែនិយាយគ្នាបន្តិចមកយូក៏បានមកដល់ស្រីស្នំនេះឈ្មោះអីអ្វីអស់នាងវ័យបាននិយាយទៅកាន់យូថាជាទីពេញចិត្តណាស់ឥឡូវនេះអ្នកបានមកយឺតហើយយូក៏បានគិតក្នុងចិត្តថាព្រះនាងវ័យចាប់តាំងពីព្រះនាងសោយទីមង្គតទៅនាងគឺជាអ្នកដឹកនាំនៅខាងហារ៉ាមក្នុងនាមជាប្អូនស្រីរបស់មេធំវ័យនាងត្រូវបានពេញចិត្តដោយព្រះចៅអធិរាជហ
ហើយការអំណាចដ៏អស្ចារ្យនៅពេលនោះអ្នកនាងស៊ីបាននិយាយថាយូត្រូវបានប្រកេតងារជាមហាក្សីយូបាននិយាយទៅកាន់អ្នកនាងវ៉ៃថាខ្ញុំត្រូវបានពន្យាពេលដោយអ្វីមួយនៅតាមផ្លូវសូមកុំបន្ទោសខ្ញុំអ្នកនាងវ៉ៃបាននិយាយថាតើនេះជាអាកប្បកិរិយាបែបណាអ្នកនាងយូក៏បាននិយាយថាខ្ញុំដឹងថាខ្ញុំខុសសូមអភ័យទោសឲ្យខ្ញុំផងនៅពេលហ្នឹងក៏ស្រីស្នំក៏ចាប់ផ្ដើមនិយាយខ្សឹបខ្សួរគ្នាហើយក៏មានស្រីស្នំម្នាក់បាននិយាយថាយើងមិនគួរចាប់ប្រកាន់បែបនេះទេឬនាងអាចយំនៅមុខព្រះអាយកលហើយបន្ទាប់មកនៅពេលនោះតួព្រះអង្គម្ចាស់របស់យើងនោះក៏បាននិយាយថាហើយបន្ទាប់មកអ្វីយូបាននិយាយខ្សឹបៗទៅកាន់ព្រះអង្គម្ចាស់ថាតើអ្នកកំពុងធ្វើអ្វីនៅទីនេះគ្រាន់តែដើរតួរបស់អ្នកហើយនិយាយថាវាគ្រាន់តែជាការជជែករបស់បងប្អូនស្រីគ្មានអ្វីសំខាន់ទេនៅពេលនោះព្រះអង្គក៏បានឲ្យគេចាប់ស្រីស្នំដែលបាននិយាយដើមយូនឹងទៅសម្រាប់ចោលហើយក៏បានសួរស្រីស្នំអ្នកទៀតតែយូក៏បានកែវិញក៏វិញក្បាលចង់បញ្ជាក់ប្រាប់ថាពួកគេគ្រាន់តែនិយាយដើមគេប៉ុណ្ណោះព្រះម្ចាស់ក៏បន្តទៅសួរស្រីស្នំវិញតើអ្នកគិតយ៉ាងណាដែរតើអ្នកប្រាប់ខ្ញុំពីរបៀបគ្រប់គ្រងទេនៅពេលនោះម្ចាស់ស្ត្រីក៏បានយាងមកយូក៏បានគិតថានាងនៅទីនេះនឹងជាបណ្ដាចោទរបស់ព្រះអង្គម្ចាស់ដូននិងព្រះចៅអត្រិចនាងមានមហិច្ឆតានិងឆ្លុះវង្វេងខ្លាំងណាស់ជាមួយនឹងអំណាចចាប់តាំងពីព្រះអង្គម្ចាស់ដូនលេស្ដាប់បង្គាប់របស់នាងបានរក្សាទុករាជបុត្រានៅខាងនាងនិងជាអាយ៉ងថ្មីរបស់នាងជាមួយនឹងស្នាដៃព្រះអង្គម្ចាស់ដូនព្រះអង្គម្ចាស់ក៏បានគិតក្នុងចិត្តថាកូនប្រុសហើយក៏មើលទៅយូរហើយគិតក្នុងចិត្តបន្តទៀតថានៅក្នុងជីវិតពិតខ្លួនមិនតាន់រៀបការទេម្ចាស់ស្ត្រីបាននិយាយថាខ្ញុំបានលើកថាអ្នកបានឆ្លងវ័យនឹងស្រីម្នាក់នៅពេលថ្មីនេះនៅពេលនិយាយគ្នាឡើងចង់អញ្ចឹងមហាក្សត្រីក៏បានខឹងហើយចង់យកយូទៅសម្លាប់ចោលតែព្រះអង្គម្ចាស់ក៏បានធ្វើជានិយាយយកចិត្តម្ចាស់ស្ត្រីក៏មកសម្លាប់យូហើយក៏បានសុំឲ្យម្ចាស់ស្ត្រីលើកលែងទោសឲ្យយូហើយម្ចាស់ស្ត្រីក៏បានលើកលែងទោសឲ្យយូនៅពេលហ្នឹងហើយរឿងរបស់យើងក៏កាត់មកដំណើររបស់ព្រះអង្គម្ចាស់ដូនដែលកំពុងនិយាយអំពីការធ្វើចលនារបស់ព្រះមហាក្សត្រីនៅពេលថ្មីនេះថែមទាំងចាប់កូនលោកលូជាចំណាក់ខ្មាំងហើយព្រះអង្គចាត់នួនឲ្យអនុវត្តផែនការមួយចំនួនទោះបីស្ថានភាពមិនច្បាស់លាស់ក៏ដោយកិនមកដំណើរព្រះអង្គម្ចាស់វិញយូរទៅយល់នៅហេតុផលដែលគេរៀបចំចុចឆាកនេះនៅចំពោះមុខម្ចាស់ស្ត្រីដើម្បីបន្ថយធ្វើឲ្យព្រះអង្គម្ចាស់នួនចាក់ខ្សោយហើយបន្តនិយាយថាចាប់តាំងពីនាងស៊ីមានវត្តមាននៅថ្ងៃនេះនាងនឹងប្រាប់ដំណឹងនេះទៅព្រះអង្គម្ចាស់ដូននោះទុកឲ្យពួកគេទាំងពីរវាយគ្នាតន្តែចុះខ្សោយព្រះម្ចាស់អាចបង្កើនថាមពលដោយស្ងៀមស្ងាត់ព្រះម្ចាស់ក៏បានសុំទោសយូចំពោះរឿងថ្ងៃនេះយូតបថាខ្ញុំគ្រាន់តែជាគម្រោងរបស់អ្នកនិងភាពទង្សោយរបស់អ្នកបើថ្ងៃណាមួយគេយកកាំបិតមកគំរាមអ្នកគ្រាន់តែនិយាយថាមនុស្សល្ងងខ្ញុំមិនខ្វល់ទេព្រះម្ចាស់ក៏បានសួរទៅយូថាតើអ្នកមិនខឹងទេយូថាខ្ញុំមិនខឹងទេខ្ញុំយល់ហើយក៏បានគិតថាយើងក៏ដូចគ្នាដែលខ្ញុំមិនដែលប្រាប់គាត់អំពីការនិយាយគ្នាជាមួយនឹងព្រះអង្គម្ចាស់ដូននិងហេតុផលតខ្លួនដែលខ្ញុំទៅបណ្ណាល័យព្រោះមានទ្វារមួយទៀតដែលជាផ្លូវរត់គេចរបស់ខ្ញុំព្រះម្ចាស់បាននិយាយកាន់យូថាខ្ញុំមិនធ្វើឲ្យអ្នកឈឺចាប់ទេជឿខ្ញុំយូក៏បានតបថាមិនអីទេខ្ញុំទុកចិត្តអ្នកជាមនុស្សល្អព្រះម្ចាស់ក៏បាននិយាយថាបើខ្ញុំស្លាប់មុនមួយថ្ងៃអ្នកអាចបន្លំខ្លួនហើយនិយាយតិចៗថាហើយអ្នកប្រហែលជានឹងរត់គេចតាមផ្លូវបណ្ណាល័យ